ចាខ្ញុំគួរបន្តឬក៏គួរដើរចេញបើនៅជាមួយនឹងគ្នា3ឆ្នាំហើយគាត់នៅតែតាក់ទងជាមួយនឹងអ្នកចាស់ទៀតមុននឹង divine ឆ្លើយជូនថាគួរតែបន្តឬគួរដើរចេញរឿងនឹងយើងទុកក្រោយតែយើងមកនិយាយគ្នាសិនតាំងពីពិតមិនថាខ្ញុំឬក៏មនុស្សស្រីផ្សេងទៀតខ្ញុំជឿជាក់ថានៅពេលដែលយើងស្គាល់ជាមួយនឹងមនុស្សប្រុសដែលយើងស្រឡាញ់ហើយគាត់ធ្លាប់មានអតីតដៃគូគឺយើងនឹងមិនបិទសិតគាត់ទេយើងមិនហាមឃាត់យើងមិនបិទសិតគាត់ថាមិនឲ្យរាប់អានគ្នាទេគឺត្រូវតែបញ្ចប់តំណែងទាំងអស់ទេបើសិនជាក្នុងលក្ខខណ្ឌមួយថាការដែលគាត់នៅរាប់អានគ្នាឬក៏គាត់នៅតាក់ទងគ្នាហ្នឹងលក្ខណៈបែបជាមិត្តភាពដែលបរិសុទ្ធមិត្តភាពធម្មតាអញ្ចឹងគឺយើងអត់ហាមឃាត់គាត់ទេប៉ុន្តែផ្ទុយទៅវិញបើសិនជាមិនមែនជាមិត្តភាពដែលបរិសុទ្ធឬក៏មិត្តភាពដែលធម្មតានៅតាក់ទងគ្នាបែបលក្ខណៈថាស្នេហាចាអញ្ចឹងគឺយើងអាចទទួលយកបានទេតែខ្ញុំទាំងគេខ្ញុំជឿជាក់ថាគ្មានមនុស្សស្រីណាដែលអាចទទួលយកបានជាមួយនឹងមនុស្សប្រុសដែលយើងស្រឡាញ់មានក្តីស្រឡាញ់ឲ្យយើងហើយនៅតែមានក្តីស្រឡាញ់ឲ្យអ្នកចាស់ទៀតទេមានយើងផងមានអ្នកផ្សេងផងគឺយើងទទួលយកអត់បានទេអញ្ចឹងចំណុចកន្លែងហ្នឹងគឺយើងត្រូវច្បាស់លាស់ដែរថាតើអាការដែលគាត់តាក់ទងជាមួយនឹងអ្នកចាស់តទៀតហ្នឹងតាក់ទងលក្ខណៈបែបម៉េចចាជាមិត្តភាពធម្មតាឬក៏បែបស្នេហាបែបនៅថាមិនទាន់អស់ភ្លើងស្នេហ៍ចាស់បើសិនជាមិនទាន់អស់ភ្លើងស្នេហ៍ចាស់អាហ្នឹងវាជារឿងមួយផ្សេងទៀតដែលយើងត្រូវគិតបន្តទៀតទេណាហើយចង់សួរដែរថាម្ចាស់សំណួរបានសួរទៅកាន់ដៃគូរបស់យើងនៅពេលខ្លះយើងត្រូវសួរគាត់ច្បាស់ដែរថាតើការដែលគាត់តាក់ទងគ្នាហ្នឹងគាត់តាក់ទងក្នុងលក្ខណៈបែបម៉េចហើយការដែលឲ្យសួរបែបនេះមិនមែនថាឲ្យតែចម្លើយដែលគាត់ប្រាប់យើងមកគឺយើងត្រូវសិតតែជឿទាំងអស់ទេព្រោះពេលខ្លះភាគច្រើនក៏យើងអាចនឹងទទួលចម្លើយមកវិញថាអូខ្ញុំនៅតាក់ទងគ្នាបែបលក្ខណៈធម្មតាតែជាមិត្តភក្តិស្គាល់គ្នាធម្មតាតែចេះមួយចុះពីរអីចឹងទៅអញ្ចឹងយើងជាមនុស្សស្អីយើងគួរមើលដែរថាតើអ្វីដែលទង្វើដែលគាត់ធ្វើហើយនឹងអ្វីដែលគាត់និយាយហ្នឹងគឺវាស្របគ្នាអត់បើសិនជាអ្វីដែលគាត់និយាយហើយទង្វើហ្នឹងវាស្របគ្នាឲ្យយើងឃើញថាគាត់ពិតជាតំណែងដែលមិត្តភាពដែលបរិសុទ្ធមែនអាហ្នឹងក៏យើងអូខេយើងប្រឡែងទៅយើងបើកសិទ្ធិសេរីភាពគាត់ទៅព្រោះយើងក៏មិនអាចទៅបិទសិទ្ធិគាត់ថាហាមមិនឲ្យគាត់ប្រាច់តំណែងជាមួយមនុស្សដែលគាត់ធ្លាប់តាក់ទងអីដែរណាវាមិនអាចអញ្ចឹងទេប៉ុន្តែបើសិនជាគាត់មកគាត់និយាយថាត្រឹមតែជាតំណែងដែលធម្មតាប៉ុន្តែអ្វីដែលទង្វើដែលយើងទទួលបានឬក៏អារម្មណ៍ដែលយើងទទួលបានពីទង្វើរបស់គាត់យើងគិតថាវាមិនអញ្ចឹងទេវាលើសពីនឹងវាក្នុងន័យបែបព្រួយបារម្ភបែបស្នេហាវាទង្វើរបស់គាត់ដែលធ្វើមកហ្នឹងគឺវាធ្វើឲ្យយើងឈឺចាប់ហ្មងណាវាធ្វើឲ្យយើងអត់មានសេចក្តីសុខវាធ្វើឲ្យយើងឈឺចាប់អានេះគឺវាគឺជារឿងដែលយើងគួរនិយាយប្រាប់គាត់ដូចគ្នាថាបើសិនជាគាត់ធ្វើបែបហ្នឹងអាកប្បកិរិយាដែលគាត់ធ្វើបែបហ្នឹងគឺយើងអត់សុខចិត្តទេយើងមានអារម្មណ៍បែបម៉េចយើងប្រាប់គាត់ទៅហើយការដែលឲ្យប្រាប់គាត់នេះមិនមែនជាការទៅបញ្ជាគាត់ទេណាតែចាប់ឲ្យតន់មិនមែនជាការទៅបញ្ជាថាអូបងអញត្រូវតែឈប់តាក់ទងជាមួយគេបងអញត្រូវតែធ្វើអញ្ចេះមិនមែនជាការបញ្ជាទេក្នុងតំណែងដៃគូឬក៏យើងចង់និយាយអីមួយទៅកាន់មនុស្សប្រុសយើងកុំប្រើអាភាសាថាចង់ឲ្យគេនេះមួយគឺយើងកុំទៅបញ្ជាគេវាជាសិទ្ធិសេរីភាពរបស់គេសិទ្ធិក្នុងការសម្រេចចិត្តវាជារបស់គេយើងមានសិទ្ធិត្រឹមតែនិយាយពីអ្វីដែលយើងអត់សុបាយចិត្តយើងអត់ពេញចិត្តយើងអត់មានអារម្មណ៍សុបាយចិត្តទេនៅពេលដែលឃើញគាត់ធ្វើបែបហ្នឹងចេះមួយចូលពីរទៅប៉ុន្តែបើពាក់ព័ន្ធជាមួយនឹងការដែលគាត់ធ្វើបែបណាវាក៏ជាសិទ្ធិនៃការធ្វើវាក៏ជាសិទ្ធិសេរីភាពរបស់គាត់ដែរអញ្ចឹងចំណុចកន្លែងនេះបើសិនជាយើងប្រាប់គាត់ថាយើងមិនពេញចិត្តបែបនេះបែបនោះមនុស្សប្រុសបើសិនជាគេស្រឡាញ់យើងមែនគេនឹងខ្វល់ពីអារម្មណ៍របស់យើងឯងដូចយើងអញ្ចឹងនៅពេលដែលយើងស្រឡាញ់មនុស្សប្រុសយើងខ្វល់ពីគេហើយតែថាធ្វើអីមួយធ្វើចំណុច1ចំណុច2បើយើងដឹងថាអាទង្វើហ្នឹងឯងមនុស្សដែលយើងស្រឡាញ់យើងអត់សុបាយចិត្តគឺយើងនឹងព្យាយាមជៀសវាងវាហ្មងអញ្ចឹងបើសិនជាយើងប្រាប់គាត់ទៅបែបហ្នឹងហើយថាយើងមិនសុបាយចិត្តចេះមួយចូលពីរហើយគាត់នៅតែបើសិនជាគាត់ស្រឡាញ់យើងគឺគាត់នឹងខ្វល់ហើយគាត់នឹងព្យាយាមរកដំណោះស្រាយកែប្រែរកវិធីដែលធ្វើឲ្យយើងជឿជាក់លើគាត់ធ្វើឲ្យយើងនឹងចាប់ផ្ដើមសុបាយចិត្តចំពោះគាត់ឡើងមកវិញណាបើថាអាចនឹងបញ្ឈប់បានគឺគាត់អាចនឹងបញ្ឈប់ដើម្បីយើងទៀតព្រោះគាត់ខ្វល់ពីអារម្មណ៍របស់យើងនេះមនុស្សដែលគេស្រឡាញ់យើងប៉ុន្តែផ្ទុយទៅវិញបើសិនជាយើងបានប្រាប់ពីអារម្មណ៍របស់យើងថាយើងមិនសប្បាយចិត្តដែលគាត់នៅមានតំណែងជាមួយនឹងអ្នកចាស់បែបនេះមួយបែបនេះពីរហើយគាត់នៅតែបន្តការធ្វើមិនដឹងមិនលឺគាត់នៅតែមិនខ្វល់ពីអារម្មណ៍នៃការឈឺចាប់របស់យើងសពគ្រប់បែបយ៉ាងទាំងអស់ហ្នឹងអាហ្នឹងក៏ឲ្យយើងបានដឹងទៅថាគាត់ក៏មិនបានជាស្រឡាញ់យើងអីណាស់ណាដែរណាគាត់ក៏មិនបានស្រឡាញ់យើងដូចគ្នាអញ្ចឹងបើសិនជាយើងដឹងបែបហ្នឹងហើយបើសិនជាយើងដឹងថាសរុបមកអ្វីដែលយើងនេះនឹងយើងឃើញថាគាត់ជាប្រភេទមនុស្សដែលអាត្មានិយមលក្ខណៈថាមានយើងហើយក៏នៅតែបន្តមានអ្នកចាស់ទៀតចង់បានពីរហ្មងចាអត់រើសអ្នកណាមួយប៉ុន្តែចង់បានពីរស្រឡាញ់យើងតាក់ទងយើងហើយក៏នៅតែបន្តការតាក់ទងជាមួយនឹងអ្នកចាស់តទៀតអញ្ចឹងបើសិនជាក្នុងន័យហ្នឹងសម្រាប់ Diva ណា Diva អត់បានទៅណែនាំឲ្យបងថាគួរតែបន្តឬមិនឈប់ទេប៉ុន្តែខ្ញុំនិយាយពីខ្លួនខ្ញុំបើសម្រាប់ខ្ញុំតែម្ដងបើសិនជាខ្ញុំដឹងថាមនុស្សប្រុសដែលខ្ញុំស្រឡាញ់ហ្នឹងគាត់តាក់ទងខ្ញុំហើយគាត់ក៏តាក់ទងស្រីផ្សេងទៀតចាមិនថាជាអតីតប្រពន្ធអតីតសង្សារឬក៏ស្រីផ្សេងទៀតដែលគាត់កំពុងតែមាននឹងដែលវាជាប្រភេទថាមិនមែនមានតែខ្ញុំមួយគឺខ្ញុំទទួលយកបានទេខ្ញុំនិយាយចឹងហ្មងខ្ញុំទទួលយកបានទេខ្ញុំតែងតែមានគោលចំហសម្រាប់ខ្លួនឯងចាប់តាំងពីខ្ញុំមានវិបត្តិស្នេហាឈឺចាប់ខ្លាំងមករួចមកគឺខ្ញុំមានគោលចំហមួយប្រាប់ខ្លួនឯងថាខ្ញុំបើសិនជាខ្ញុំមានអ្នកណាម្នាក់ឬក៏ខ្ញុំមានស្នេហាគឺគេត្រូវតែឃើញពីតម្លៃរបស់ខ្ញុំឃើញពីភាពសំខាន់របស់ខ្ញុំទុកខ្ញុំជាទី1របស់គេចាខ្ញុំមានគេឲ្យធ្វើឲ្យជីវិតខ្ញុំល្អប្រសើរជាងមុនរីកចម្រើនជាងមុនមានក្តីសុខជាងមុនទើបខ្ញុំយកគេចូលមកក្នុងជីវិតរបស់ខ្ញុំចាផ្ទុយទៅវិញបើសិនជាខ្ញុំរកមិនបានបែបហ្នឹងទេចាចូលមកឲ្យផ្ដល់តែភាពខ្វងគ្រាឲ្យខ្ញុំទុកខ្ញុំគ្រាន់តែជាជំរឿនមួយរបស់គេមិនដឹងជាអ្នកទី1ឬក៏អ្នកទីប្រមាណរបស់គេផ្ដល់តែភាពមិនច្បាស់លាស់មកកាន់ខ្ញុំឬក៏មានខ្ញុំឲ្យមានស្រីផ្សេងបន្ថែមទៀតចាខ្ញុំអត់ទទួលយកទេ
ខ្ញុំអត់ទទួលយកខ្ញុំសុខចិត្តនៅម្នាក់ឯងមានប្រសើរជាងចានេះសម្រាប់ខ្ញុំខ្ញុំសុខចិត្តនៅម្នាក់ឯងប្រសើរជាងបើសិនជាមុខមាត់ដូចខ្ញុំនេះមុខមាត់ប៉ិនយើងដែរនេះសមត្ថភាពប៉ិនយើងដែរនេះទៅរកមនុស្សប្រុសមួយដែលផ្ដាច់មុខមិនបានទេសុខចិត្តនៅម្នាក់ឯងហ្មងទៅវាល្អជាងនៅម្នាក់ឯងអត់ស្លាប់ទេប៉ុន្តែបើសិនជាយើងទៅរស់នៅជាមួយនឹងមនុស្សប្រុសដែលគេមិនផ្ដល់ភាពស្មោះត្រង់ឲ្យយើងគេមានយើងមួយមិនគ្រប់គេនៅមានអ្នកផ្សេងបន្ថែមទៀតហ្នឹងធ្វើឲ្យយើងក្រំគ្រារីងរៃស្លាប់មិនខានទេដូចស្លាប់ទាំងរស់ចឹងខ្ញុំធ្លាប់ឆ្លងស្ថិតនៅក្នុងចំណុចហ្នឹងឯងក្រំគ្រាខ្លាំងណាស់ឈឺចាប់ខ្លាំងណាស់វេទនាផ្លូវចិត្តនេះខ្លាំងណាស់គ្មានក្តីសុខទេអញ្ចឹងបើសិនជាឲ្យខ្ញុំរើសខ្ញុំសុខចិត្តរើសដើរចេញឯងបើសិនជាឲ្យខ្ញុំស្ថិតនៅក្នុងឋានៈដែលស្នេហាត្រូវកោនដែលគេមានយើងហើយមានអ្នកផ្សេងទៀតហ្នឹងខ្ញុំអត់នៅកន្លែងមួយហ្នឹងខ្ញុំនឹងសម្រេចចិត្តនៅក្នុងការដើរចេញខ្ញុំដឹងថាការដែលយើងសម្រេចចិត្តនៅក្នុងការដើរចេញគឺវាឈឺចាប់ឯងពួកមនុស្សប្រុសហ្នឹងគឺយើងស្រឡាញ់ហើយបានយើងនៅតការតាក់ទងគ្នាបានរហូតដល់3ឆ្នាំបើសិនជាយើងអត់ស្រឡាញ់យើងមិនបាននៅតំណែងយូរលក្ខណៈហ្នឹងឯងអញ្ចឹងរាល់ការចាក់ចេញគឺតែងតែមានការឈឺចាប់ប៉ុន្តែខ្ញុំជ្រើសរើសនៅក្នុងការឈឺចាប់រយៈពេលខ្លីបើសិនជាខ្ញុំបន្តការនៅជាមួយនឹងមនុស្សប្រុសដែលគាត់មិនមានតែខ្ញុំម្នាក់ហ្នឹងខ្ញុំដឹងច្បាស់ថាខ្ញុំនឹងឈឺចាប់រីងរៃបែបហ្នឹងរហូតហើយគ្មានថ្ងៃនឹងបញ្ចប់ទេណាហើយការដើរចេញរបស់ខ្ញុំក៏ឈឺដូចគ្នាប៉ុន្តែការដើរចេញរបស់ខ្ញុំវាគឺជាការឈឺចាប់មួយដែលក្នុងរយៈពេលដែលខ្លីតែប៉ុណ្ណោះដូច្នេះខ្ញុំសុខចិត្តជ្រើសរើសយកការឈឺចាប់រយៈពេលខ្លីបើសារជាងនៅក្រំរីងរៃជាមួយនឹងមនុស្សប្រុសដែលមាន2មាន3ហ្នឹងមិនដឹងថាបញ្ចប់នៅថ្ងៃណាចឹងខ្ញុំសុខចិត្តចាក់ចេញហើយការចាក់ចេញគឺយើងស្គាល់ពីតម្លៃខ្លួនឯងចាយើងស្គាល់ពីតម្លៃខ្លួនយើងមិនអាចទៅរស់នៅជាមួយនឹងមនុស្សប្រុសដែលគេមិនស្គាល់ពីតម្លៃរបស់យើងបែបហ្នឹងទេយើងប៉ុណ្្នឹងដែរយើងគិតមើលស័ក្តិសមទេដែលយើងត្រូវទៅនៅជាមួយនឹងមនុស្សប្រុសដែលគេមិនស្គាល់ពីតម្លៃរបស់យើងបែបហ្នឹងឌីវ៉ាតែងនិយាយថាយើងស័ក្តិសមជាមួយនឹងមនុស្សប្រុសដែលគេស្រឡាញ់មើលថែយើងថ្នាក់ថ្នមយើងផ្ដល់តម្លៃឲ្យយើងណាយើងស័ក្តិសមនឹងទទួលបាននឹងមនុស្សប្រុសដែលបែបហ្នឹងបើសិនជាមនុស្សប្រុសម្នាក់ហ្នឹងមិនស្គាល់ពីតម្លៃរបស់យើងមកឲ្យផ្ដល់តែសម្ពាធផ្លូវចិត្តឲ្យយើងផ្ដល់តែការឈឺចាប់ឲ្យយើងធ្វើឲ្យយើងវេទនាជាងយើងនៅម្នាក់ឯងទៀតគ្មានវិញវាល្អជាងនេះគឺជាយោបល់របស់ឌីវ៉ាចាបើសិនជាឌីវ៉ាស្ថិតនៅក្នុងចំណុចហ្នឹងឌីវ៉ានឹងធ្វើបែបហ្នឹងប៉ុន្តែចំពោះបងស្រីដែលជាម្ចាស់សំណួរវិញបងស្រីគិតថាគួរចង់បន្តឬក៏ចង់បញ្ចប់ការសម្រេចចិត្តចាវាស្ថិតនៅលើកណ្ដាប់ដៃបងដូចគ្នាចាបងអាចសម្រេចចិត្តបានថាបងគួរតែនៅកន្លែងមួយនឹងតទៀតឬក៏បងគួរតែចាស់ចេញចុះនៅក្នុងคลิปវីដេអូនេះឌីវ៉ាសូមឆ្លើយជូនប៉ុណ្ណឹងចាហើយគិតថាវាជាប្រយោជន៍សម្រាប់បងស្រីម្ចាស់សំណួរក៏ដូចជាបងប្អូននារីផ្សេងទៀតដែលស្ថិតនៅក្នុងចំណុចដូចបងស្រីផងដែរបើអ្នកគិតថាវីដេអូមួយនេះល្អមានប្រយោជន៍កុំភ្លេច like និង share ចែករំលែកឲ្យបានច្រើនផងណាហើយបើសិនជាចង់បានជាមួយនឹងចំណេះដឹងល្អៗពាក់ព័ន្ធជាមួយនឹងរឿងសម្ព័ន្ធភាពស្នេហាការលើកទឹកចិត្តអាចតាមដានបាននៅក្នុង page ឌីវ៉ាចែករំលែកចំណេះដឹង page ឌីវ៉ា Store TikTok និង YouTube Instagram ឌីវ៉ា Channel អរគុណច្រើនសម្រាប់ការទស្សនានៅវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ជួបជាមួយនឹងនាងខ្ញុំឌីវ៉ានៅវីដេអូក្រោយដែរអរគុណបាយបាយវីដេអូនេះនាំបញ្ជូនដោយ Moria Collagen ដែលជា collagen ដែលល្អបំផុតនិងស្តង់ដាររបស់ប្រទេសកូរ៉េវាជួយជំនួយទៅដល់ស្បែកជួយជំនួយទៅដល់សក់កញ្ចក់ជំនួយទៅដល់ការគេងលក់និងការបន្តបង់បានយ៉ាងល្អហើយនឹងជួយជំនួយទៅដល់បញ្ហារោគស្ត្រីបានថែមទៀតចាញ៉ាំបានទាំងបុរសនិងស្ត្រីសម្រាប់អ្នកដែលចង់បានជាមួយនឹងស្បែកស្អាតសម្រស់ក្មេងជាងវ័យអាចធ្វើការញ៉ាំជាមួយនឹង Moria ជាប្រចាំបានចាមានស្តុកទាំងនៅខ្មែរនិងនៅកូរ៉េសម្រាប់បងប្អូនដែលចង់បានអាចតំណមកកាន់ Diva នៅក្នុង page បានណា